សូមគោរពនឹងជម្រាបសួរដល់លោកគ្រូអ្នកគ្រូនិងទូទាំងនិស្សិតទាំងអស់គ្នាខ្ញុំបាទឈ្មោះលោកវិរៈសាជាសិស្សថ្នាក់ទី11មកពីសាលារៀនសវត្ថភូមិទីតាំងសៀមរាបទី2ខ្ញុំបាទបានមកបង្ហាញពីឈ្មោះទាំង4របស់មេដាបៃតាគឺមានដូចជាព្រះព្រំហើយដែលគេហៅឪពុកម្ដាយថាព្រះព្រំព្រោះដោយសារតែគាត់បានចិញ្ចឹមបីបាច់ថែរក្សាយើងដោយការនៅព្រមវិហារធនទាំង4គឺមេត្តាករុណាមោទិតានិងឧបេក្ខាទី2គឺទេវតាព្រោះតែគាត់បានថែរក្សានិងធ្វើអំពើល្អមកលើយើងទីឯទី3គឺបុព្វចារព្រោះតែគាត់ជាគ្រូបង្កើតដែលបានបង្ហាត់បង្រៀនយើងតាំងពីយើងកើតមកជាចុងក្រោយគឺជាបុគ្គលដ៏គួរឲ្យគោរពមុនឈានដល់កម្មវិធីរបស់ខ្ញុំចង់និយាយថាម្ដាយរបស់ខ្ញុំគាត់ជានារីដ៏រឹងមាំបំផុតសម្រាប់ខ្ញុំហើយជាចុងក្រោយខ្ញុំសូមឲ្យម្ដាយគ្រប់រូបមានសុខភាពល្អនិងមានភាពកក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់សូមអរគុណសាលារៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា